នៅក្នុងពិភពងឹតពោពេញដោយការប្រកួតប្រជែងនិងការស្វែងរកអាហារដើម្បីរស់រានមានជីវិតប្រចាំថ្ងៃជម្រៅនៃព្រៃទឹកភ្លៀង Amazon Jungle គឺជារងហោស្រូបធម្មជាតិដ៏ធំធេងនិងមានឥទ្ធិពលបំផុតមួយនៅលើភពផែនដីខ្លឹមសារទាំងមូលនៃវីដេអូសម្រាប់លំហែអារម្មណ៍និងការបង្ហាញពីពិភពសត្វព្រៃដ៏អស្ចារ្យមួយនេះបានលាតត្រដាងយ៉ាងច្បាស់លាស់ពីអំណាចសោភ័ណភាពនិងច្បាប់ធម្មជាតិពិតដែលមិនទាន់មានការកែច្នៃពីកណ្ដាប់ដៃមនុស្សតាមរយៈការប្រមូលផ្ដុំផ្ទាំងទស្សនីយភាពនិងការច្របល់រូបភាពប្រូដ៏ច្បាស់ត្រជាក់ភ្នែកលោកអ្នកនឹងបានឃើញពីទិដ្ឋភាពរួមនៃព្រៃឈើដ៏ក្រាស់ឃ្មឹកគ្រប់ដណ្ដប់ដោយអប្សរទុននាពេលព្រឹកព្រលឹមនិងការចុះហែរហូរនៃដងទន្លេដ៏វែងអន្លាយដែលជាជម្រកពិតរបស់ពួកសត្វលោកចម្រុះពូជតួអង្គដ៏លេចធ្លោនិងពោពេញដោយអំណាចបំផុតនៅលើដីគឺសត្វខ្លាខិនអាម៉ាហ្សូនឬខ្លាចទ្វារ Jaguar ដែលមានដងខ្លួនមាំមួននិងស្បែកអុជជាផ្កាឈូកក្រាស់ឃ្មឹកដើរលុបក្បែរមាត់ទឹកនិងចុះហែកាត់ផ្ទៃទឹកថ្លាដូចកញ្ចក់ដោយគ្មានសំឡេងក្រសែភ្នែកដ៏ម៉ឺងម៉ាត់របស់វាត្រៀមខ្លួនរួចជាស្រេចក្នុងការស្ទុះចេញមកវាយប្រហារចំណីក្នុងល្បឿនលឿនដូចភ្លេចបន្ទោស្របពេលជាមួយគ្នានោះនៅក្នុងវាលភក់និងប្រព័ន្ធទឹកគឺជាអាណាចក្ររបស់ពស់យក្ស Anaconda ដ៏ធំហិមាដែលសំងំខ្លួនយ៉ាងស្ងៀមស្ងាត់ក្រោមដីនិងក្នុងទឹករួមផ្សំជាមួយនឹងហ្វូងសត្វក្រពើ Caiman និងសត្វក្រពើយក្ស Alligator ដែលអន្តែតខ្លួនលើផ្ទៃទឹកមើលទៅដូចជាផ្ទាំងឈើស្ងួតតែពោពេញដោយគ្រោះថ្នាក់គ្រប់វិនាទីរបបសាច់រឿងនៃពិភពសត្វព្រៃនេះកាន់តែមានភាពអស្ចារ្យនិងទាក់ទាញចិត្តអ្នកទស្សនាតាមរយៈការបង្ហាញពីភាពទន់ភ្លន់និងភាពសុខដុមរមនានៃវដ្តជីវិតលោកអ្នកនឹងបានឃើញទិដ្ឋភាពដ៏កក់ក្ដៅរបស់ហ្វូងកដំរីព្រៃ Elephants ទាំងមេទាំងកូនដែលដើរដង្ហែគ្នាជាជួរតាមដងទឹកព្រោះទឹកនិងបាញ់ភក់លេងកម្សាន្តយ៉ាងសប្បាយរីករាយក្រោមពន្លឺព្រះអាទិត្យពណ៌មាសហ្វូងសត្វស្វាចម្លែកចម្រុះពណ៌ Monkeys ដូចជាស្វាមុខ Capuchin ស្វាសំពត់និងស្វាកន្ទុយវែងដែលកំពុងតែរត់លោតកញ្ឆោតឆ្លងកាត់មែកឈើនិងវ៉ាលេរីយីងរយងយ៉ាងស្ទាត់ជំនាញព្រមទាំងភាពរស់រវើកនៃពិភពបក្សីដែលបំភ្លឺព្រៃឈើទាំងមូលដូចជាហ្វូងសត្វសេកម៉ាកាវ Macaw ដ៏ធំសម្បើមដែលមានរោមពណ៌ក្រហមឆ្អៅខៀវនិងលឿងហោះហើរប្រដេញគ្នាយ៉ាងរស់រវើកនៅលើអាកាសវត្តមានរបស់សត្វបក្សីចម្លែកសត្វអុក Owls ភ្នែកធំដែលទំនៅលើមែកឈើនិងភាពស្រស់ស្អាតគ្មានពីររបស់សត្វស្លាប Flamingo ពណ៌ផ្កាឈូករាប់ពាន់ក្បាលដែលកំពុងតែឈរលេងទឹកសមុទ្រនិងហោះហើររួមគ្នាជាហ្វូងធំបង្កើតបានជាផ្ទាំងទស្សនីយភាពដ៏ស្រស់ត្រកាលទន្ទឹមនឹងនេះវីដេអូក៏បានរំលេចពីជីវិតសត្វល្អិតនិងសត្វល្មូនប្លែកជាច្រើនទៀតដូចជាសត្វបង្គួយយក្សដង្កូវទឹកសត្វល្អិតរូបរាងដូចមែកឈើ Stick insect សត្វកង្កែបបៃតងនិងកង្កែបក្រហមអុជខ្មៅ Poison dart frog ដែលអង្គុយលើសន្លឹកឈូកក្រោមដំណក់ទឹកភ្លៀងព្រមទាំងពួកសត្វធនិកសត្វកម្រដូចជាសត្វក្តានឈរសត្វពង្រូលពាដែក Armadillo និងសត្វថ្មទឹកសូម្បីតែពិភពក្រោមទឹកក៏ត្រូវបានបង្ហាញយ៉ាងវិចិត្រតាមរយៈចលនាហែលទឹកដ៏ទន់ភ្លន់របស់ហ្វូងសត្វអណ្ដើកសមុទ្រ Sea turtles ត្រីបាឡែនយក្ស Whales ដែលស្ទុះហក់ឡើងលើផ្ទៃទឹកយ៉ាងអស្ចារ្យនិងហ្វូងត្រីចម្រុះពណ៌រាប់ពាន់ក្បាលដែលហែប្រមូលផ្ដុំគ្នាជារាងកងចក្រក្រោមឫសឈើរាល់ប្លង់វីដេអូនីមួយដែលលោតចេញមកលីឡំជាមួយសំឡេងតន្ត្រីបែបបន្ធូរអារម្មណ៍និងសំឡេងធម្មជាតិពិតមិនថាជាសំឡេងទឹកជ្រោះធ្លាក់សំឡេងខ្យល់បក់ឬសំឡេងសត្វស្រែកច្រៀងនោះទេសុទ្ធតែបាននាំមកនូវអារម្មណ៍ស្ងប់ស្ងាត់ភាពកក់ក្ដៅផ្លូវចិត្តនិងដាស់តឿនស្មារតីយើងគ្រប់គ្នាឲ្យចេះស្រឡាញ់ការពារនិងរួមគ្នាអភិរក្សធនធានធម្មជាតិនិងពិភពសត្វព្រៃដ៏មានតម្លៃមហាសាលទាំងនេះឲ្យនៅគង់វង្សជារៀងរហូតតើអ្នកទាំងអស់គ្នាមានអារម្មណ៍ធូរស្រាលនិងស្ញប់ស្ញែងចំពោះសម្រស់ដ៏អាថ៌កំបាំងនៃពិភពសត្វព្រៃអាម៉ាហ្សូននេះដែរឬទេតើប្រភេទសត្វព្រៃបក្សីឬផ្ទាំងទស្សនីយភាពមួយណាដែលធ្វើឲ្យអ្នកទស្សនាហើយលង់ស្រឡាញ់ជាងគេបំផុតសូមរួមគ្នាបញ្ចេញមតិយោបល់របស់អ្នកនៅខាងក្រោមវីដេអូនេះទាំងអស់គ្នាដើម្បីចែករំលែកក្តីរំភើបហើយប្រសិនបើអ្នកចូលចិត្តទស្សនាវីដេអូសម្រាយឯកសារធម្មជាតិនិងសត្វព្រៃបែបសម្រាប់លំហែអារម្មណ៍ល្អមើលនិងពោពេញដោយខ្លឹមសារវែងលម្អិតបែបនេះសូមកុំភ្លេចជួយចុច Like ចុច Share និង Follow Page របស់ពួកយើងដើម្បីជាកម្លាំងចិត្តដ៏ធំធេងក្នុងការស្វែងរកសាច់រឿងអេមជាច្រើនទៀតមកចែករំលែកនៅពេលក្រោយសូមអរគុណសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ទីបញ្ចប់ជូនពរអ្នកទាំងអស់គ្នាមានសំណាងល្អសុខភាពល្អនិងក្តីសុខជានិច្ចជម្រាបលាជួបគ្នានៅវីដេអូក្រោយ